សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទវិលមកជួបគ្នាម្ដងទៀតហើយតាក់ទងទៅនឹងការចិញ្ចឹមដួងត្នោតបាទការចិញ្ចឹមដួងត្នោតនេះគឺមានច្រើនរបៀបរបបដែលវិធីសាស្ត្រធ្វើនេះគឺមានផ្សេងគ្នាដែលយើងទទួលបានផលដូចគ្នាបាទទៅតាមស្រុកយើងសម្បូរណាស្រុកយើងសម្បូរពីអីយើងធ្វើពីនឹងទៅរបស់ដែលដួងអាចស៊ីបានហ្នឹងមានដូចជាសម្បកដូងខ្ចីសម្បកដូងទុំផ្លែឈើកុំឲ្យតែផ្លែពុលផ្លែអីក៏បានដែរផ្លែឈើយើងហូបហ្នឹងផ្លែស្វាយអីចឹងទៅតែក្នុងវីដេអូនេះខ្ញុំប្រាប់បងប្អូនអំពីការធ្វើអំពីសម្បកផ្លែដូងដែលយើងហូបសាច់រួចហ្នឹងហើយយើងយកមកកាប់វាជាដុំតូចមកហើយបងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ម្នាក់មួយផងរួចហើយយើងយកកន្ទក់ហ្នឹងយកមកលាយជាមួយនឹងទឹកឲ្យភក់ទៅល្មមដែលយើងអាចដាក់ផ្លែដូងហ្នឹងលិចចូលក្នុងទឹកហ្នឹងក្នុងទឹកលាយជាមួយនឹងកន្ទក់ហ្នឹងណាបាទយើងលាយរបៀបហ្នឹងមកលាយបើសិនបើយើងមានជាអីផ្សេងទៀតដូចជាដំឡូងអញ្ចឹងណាដំឡូងមីក៏ដោយដំឡូងជ្វាក៏ដោយយើងអាចដាក់លាយជាមួយសម្បកដូងនឹងបានឬក៏យើងដាក់ជាចំណីសត្វចំណីមាន់អញ្ចឹងទៅចំណីជ្រូកឬក៏យើងមានជាជីទឹកអ៊ីអឹមយើងមានជាស្កររងួយយើងដាក់ចូលគ្នាបានមានច្រើនមុខកាន់តែល្អអញ្ចឹងណាបាទយើងដាក់វាឲ្យលិចទៅខាងក្រោមអញ្ចឹងទៅសម្បកដូងយើងហ្នឹងបើកាលណាយើងអត់ដាក់ទឹកអត់ដាក់កន្ទក់អត់ដាក់សម្បកដូងហ្នឹងឲ្យលិចចូលទៅខាងក្នុងជាមួយនឹងកន្ទក់ហ្នឹងទេយើងដាក់មិនទាន់បានមួយទឹកផងវានឹងស្វិតអស់ហើយសម្បកដូងអញ្ចឹងដួងវាអត់អាចពងដាក់កើតទេមេដួងហ្នឹងវាអត់អាចពងនៅក្នុងសម្បកដូងស្ងួតទេហើយបើវាពងដាក់បានក៏ដួងដែលញាស់ចេញមកកូនដួងតូចហ្នឹងត្រូវការស៊ីអាហារគឺវាត្រូវការស៊ីសម្បកដូងសើមទៅវាអាចស៊ីបានអញ្ចឹងបាទយើងលាយអញ្ចឹងមកហើយជាចុងក្រោយហ្នឹងយើងនៅពេលដែលយើងដាក់សម្បកដូងលិចទឹកលិចចូលនៅក្នុងកន្ទក់នឹងច្រើនដែរហើយល្មមវាស៊ីបានចំនួនកន្លះខែអញ្ចឹងណាដួងដែលញាស់មកហ្នឹងវាត្រូវការស៊ីកន្លះខែទៅយើងថែមចំណីតាមក្រោយទៀតអញ្ចឹងបន្ទាប់ពីយើងដាក់ហើយយើងដាក់សម្បកដូងនៅក្រៅពីលើសម្បកដូងប្រទះធំហ្នឹងយើងដាក់ពីលើហ្នឹងមួយជាន់ទៀតមួយជាន់ហ្នឹងយើងមិនចាំបាច់ដាក់ច្រើនក៏បានដែរយើងដាក់2ចំណិត3ចំណិតអញ្ចឹងទៅដើម្បីឲ្យមេដួងហ្នឹងវាចូលជ្រកនៅក្នុងហ្នឹងកាលណាយើងអត់ដាក់ឲ្យវាជ្រកវាមួយថ្ងៃវាគិតតែឈ្មោលនៅខាងក្នុងហ្នឹងគឺវាឆាប់ងាប់មេដួងអត់មានកន្លែងជ្រកគឺវាឆាប់ងាប់មេកញ្ចែយើងហ្នឹងបាទនេះយើងដាក់រៀបប៉ុណ្ណឹងគឺផ្គត់ផ្គង់ក្នុងរយៈពេលកន្លះខែដែលកូនដួងវាញាស់មកវាស៊ីសម្បកដូងហ្នឹងរយៈពេលកន្លះខែគឺអស់ល្មមអញ្ចឹងហើយបើយើងដាក់ច្រើនសម្បកដូងហ្នឹងច្រើនពេកក៏អត់កើតដែរកាលណាយើងដាក់ច្រើនពេកវានាំឲ្យចំណីហ្នឹងក្តៅកាលណាក្តៅវាអាចធ្វើឲ្យកូនដួងយើងហ្នឹងវាស្លោកវាងាប់ទៅវិញអញ្ចឹងទៅតាមពិតយើងដាក់ដំបងនេះដាក់តិចក៏បានដែរយើងមានច្រើនយើងដាក់រឿងច្រើនតិចទៅបើយើងមានតិចយើងដាក់តិចទៅហើយបន្ទាប់មកយើងយកមេពូជវាមេបាពូជហ្នឹងចាប់វាដាក់ក្នុងមួយកធុន6គូឬក៏យើងមានមេបាពូជច្រើនយើងដាក់ច្រើនក៏បានដែរយើងដាក់8គូអញ្ចឹងទៅ10គូចុះបើយើងដាក់ច្រើនពេកមេបាពូជហ្នឹងក៏វាមានបញ្ហាជាមួយគ្នាដែរព្រោះសត្វវានៅជាមួយគ្នាវាអាចឆ្លោះគ្នាផ្ទាត់គ្នាងាប់ទៅវិញក៏មានដែរបាទឥឡូវយើងបានដាក់មេបាពូជហ្នឹងកន្លះខែហើយ
កន្លះខែហើយអញ្ចឹងយើងត្រូវការថែមចំណីអញ្ចឹងយើងលាយដូចពីដំបូងចឹងដែរប៉ុន្តែយើងដាក់រៀងច្រើនជាងមុនបន្តិចប៉ុន្តែឲ្យច្រើនជាងហ្នឹងពេកណាដាក់តិចជាងហ្នឹងក៏ល្អដែរកាលណាដាក់ច្រើនពេកនាំឲ្យចំណីហ្នឹងវាក្តៅកាលណាក្តៅវាអាចធ្វើឲ្យដួងនៅខាងក្រោមខាងបាតកន្ធន់ហ្នឹងវាអាចនឹងងាប់អញ្ចឹងយើងលាយវាសពមកការថែមចំណីយើងអាចដាក់លាយរបស់ផ្សេងទៀតដូចជាវគ្គដំបូងដែរបើសិនបើយើងមានជាដំឡូងយើងដាក់លាយជាមួយដំឡូងទៅយើងមានអំពៅយើងដាក់ជាមួយអំពៅអញ្ចឹងទៅផ្លែឈើផ្សេងយើងអាចដាក់លាយបានបែបនេះគឺយើងអាចរំលែកជា2កធនក៏បានដែរប៉ុន្តែខ្ញុំធ្វើនេះអត់អីទេប៉ុន្តែក្រែងលោថាបងប្អូនចង់អនុវត្តតាមអីយើងកុំដាក់ច្រើនពេកខ្លាចវាក្តៅវាងាប់អញ្ចឹងព្រោះខ្ញុំធ្វើគឺខ្ញុំតាមដានរហូតមួយថ្ងៃខ្ញុំតាមដានវាបន្តិចម្ដងខ្ញុំឧស្សាហ៍ប៉ាំងមើលវាខ្លាចវាក្តៅខ្ញុំលូកដៃចូលទៅបើអត់ក្តៅអត់អីទេអញ្ចឹងយើងយកដួងយើងដែលមានអាយុកន្លះខែហ្នឹង15ថ្ងៃហ្នឹងឬក៏20ថ្ងៃក៏បានដែរយើងទុកដល់20ថ្ងៃក៏បានដែរយើងយកមកចាក់នៅលើចំណីដែលយើងត្រូវថែមហ្នឹងវិធីសាស្ត្រខ្លះនេះជារបៀបមួយយ៉ាងហើយមួយយ៉ាងទៀតបងប្អូនអាចរើសដួងហ្នឹងយកមកដាក់ក្នុងហ្នឹងក៏បានដែរព្រោះថាយើងរើសវាយូរព្រោះមានដួងខ្លះធំដួងខ្លះតូចវាកើតមុនកើតក្រោយចឹងដួងខ្លះតូចមែនតើប៉ាន់មកជុលយើងមើលសឹងតែមិនឃើញនៅស្ញេះក្នុងហ្នឹងហើយបើយើងសិនយើងចាក់ចូលអញ្ចឹងទៅចាក់ចូលក្នុងកធនហ្នឹងឃើញតែធំឃើញតែតិចក៏ប៉ុន្តែនៅពេលដែលកន្លះខែក្រោយទៀតហ្នឹងចំណីដែលយើងត្រូវថែមខាងក្រោយម្ដងទៀតហ្នឹងគឺយើងដាក់ហ្នឹងចំនួនកន្លះខែទៀតដែរចំនួនឲ្យដួងស៊ីអញ្ចឹងកន្លះខែក្រោយគឺទាំងតូចទាំងធំហ្នឹងវាធំស្មើគ្នាមកប៉ាន់គ្នាមកវាច្រើនមកហើយយើងព្យាយាមអាសាពិនិត្យមើលវាប្រចាំថ្ងៃអញ្ចឹងផងនេះបើសិនបើយើងចង់រើសធំចេញខ្លះតូចចេញខ្លះបាទដាក់ឲ្យដាច់គ្នាអញ្ចឹងណាតូចដាក់ឲ្យតូចធំដាក់ឲ្យធំអញ្ចឹងទៅបាទអរគុណចំពោះការតាមដានវីដេអូរបស់ខ្ញុំហើយបងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ម្នាក់មួយផងឬក៏សញ្ញារូបកណ្ដឹងឬក៏សញ្ញាជាវបាទសូមអរគុណ